រឿងចៅសុកនិងចៅសៅកាលពីព្រេងនេះមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នាមួយឈ្មោះចៅសុកមួយទៀតឈ្មោះចៅសៅអ្នកទាំងពីរបានបួសនៅវត្តមួយជាមួយគ្នាបួសយូរបណ្ឌិតក្រោយមកក៏សឹកមកវិញហើយក៏ជាសម្លាញ់នឹងគ្នាទៀតដោយសន្យានឹងគ្នាថាបើអ្នកណាក្រត្រូវជួយគ្នាចំណេក្រោយមកបុរសទាំងពីរក៏មានប្រពន្ធកូនហើយទៅរកស៊ីទីតេពីគ្នាចៅសុករកស៊ីទៅមានទ្រព្យរបស់ច្រើនចំណែកចៅសៅល្ងងខ្លៅក្រលំបាកហើយប្រពន្ធថែមទាំងមានសហាយទៀតផងចៅសុកដឹងថាប្រពន្ធចៅសៅមានសហាយហើយក្រលំបាកដូច្នោះក៏ចង់ទៅសួរចៅសៅទៅដល់ឃើញចៅសៅក្រលំបាកមែនក៏បួសចៅសៅទៅរកស៊ីហើយនិយាយថាឯងត្រូវស្ដាប់តាមពាក្យអញនឹងជួយឯងចៅសៅក៏ព្រមតាមពាក្យចៅសុកក៏បួសចៅសៅទៅកាប់ឈើធ្វើក្តាររំឈូសលោកចៅសៅតាមពាក្យចៅសុកក៏ព្រមទៅជាមួយគ្នាឯកូនសេដ្ឋីដែលមានសហាយនឹងនាងពេជ្រជាប្រពន្ធចៅសៅឃើញចៅសៅមិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរួចរាល់ហើយវិលមកផ្ទះវិញចៅសុកនិងចៅសៅធ្វើបានក្តាររំឈូសមួយក៏យកមកដាក់ក្នុងផ្ទះហើយក៏ទៅធ្វើក្តាររំឈូសមួយទៀតស្អែកឡើងកូនសេដ្ឋីក៏ទៅដេកនឹងនាងពេជ្រម្ដងទៀតដល់ពាក់កណ្ដាលផ្លូវអាធ្រាត្រចៅសុកនិងចៅសៅមកផ្ទះវិញចៅសុកខំដើរប្រញាប់មកមុនស្រែកហៅប្រពន្ធចៅសៅឲ្យបើកទ្វារឯកូនសេដ្ឋីក៏ភិតភ័យរត់ពុំរួចនាងពេជ្រឲ្យសហាយចូលដេកពួនក្នុងក្តាររំឈូសហើយទៅបើកទ្វារឲ្យចៅសុកចៅសៅចូលទៅក្នុងផ្ទះនាងពេជ្រសួរថាទុចម្ដេចបានជីវិលមកវិញលឿនបែបនេះចៅសៅប្រាប់ថាចៅសុកក៏ឈឺក្បាលទើបត្រឡប់មកវិញចៅសៅក៏បន្តប្រាប់ទៅនាងពេជ្រឲ្យដណ្ដាំបាយស៊ីក្រោយស៊ីបាយរួចហើយចៅសុកដោយដឹងថាសហាយនាងពេជ្រដេកក្នុងក្តាររំឈូសក៏ប្រាប់ទៅចៅសៅថាឯងទៅរកផ្ដៅមកចង់ក្តាររំឈូសហើយយកដែកគោបោះទុកក្រែងចោលចូលលួចឯចៅសៅពុំដឹងថាប្រពន្ធមានសហាយក៏ធ្វើតាមពាក្យចៅសុកបង្គាប់លុះព្រឹកឡើងចៅសៅប្រើប្រពន្ធឲ្យទៅទិញអីវ៉ាន់នាងពេជ្របានឱកាសក៏ហួសទៅប្រាប់សេដ្ឋីថាឲ្យឪពុកម្ដាយចាំទិញឈូសត្បិតកូនសេដ្ឋីនៅដេកនឹងខ្ញុំប្តីខ្ញុំមកទាន់វារត់ទៅដេកក្នុងឈូសឥឡូវនេះប្តីខ្ញុំសែងយកមកព្រឹកនេះហើយប្រាប់ហើយនាងពេជ្រក៏ត្រឡប់ទៅផ្ទះវិញចៅសុកនិងចៅសៅស៊ីបាយរួចក៏សែងឈូសយកទៅលក់សេដ្ឋីឲ្យខ្ញុំបម្រើម្នាក់ចាំមើលផ្លូវផ្ដាំថាបើឃើញអ្នកណាសែងក្តាររំឈូសមកលក់ឲ្យរត់ទៅហៅចៅសុកនិងចៅសៅសែងក្តាររំឈូសទៅដល់ផ្ទះសេដ្ឋីស្រែកពីនេះថាអ្នកណាទិញក្តាររំឈូសទេសេដ្ឋីមកដល់ក៏សួរថាលក់រំឈូសតម្លៃប៉ុន្មានចៅសុកប្រាប់ថាឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងរំឈូសទៅព្រមលក់សេដ្ឋីព្យាយាមសុំតម្លៃឲ្យច្បាស់ប៉ុន្តែចៅសុកមិនព្រមសេដ្ឋីតតម្រិះក៏យល់ព្រមតាមចៅសុកបង្គាប់ហើយប្រើខ្ញុំបម្រើឲ្យទៅយកប្រាក់មកចាក់ស្មើនឹងរំឈូសចៅសុកក៏លុះបានប្រាក់ច្រើនហើយក៏ចែកគ្នាស្មើជាមួយចៅសៅចំណែកសេដ្ឋីបានគាស់មឈូសហើយជួយសង្គ្រោះកូនប្រុសចំណែកនាងពេជ្រក៏នៅធ្វើជាប្រពន្ធរបស់ចៅសៅដល់រៀងមករឿងចៅសុកនិងចៅសៅចប់ត្រឹមនេះ